ហើយអ្វីបានបុគ្គលខ្លះរៀនបានពីតែអាចខ្លាយជាអ្នកមានតែបុគ្គលខ្លះរៀនបានខ្ពស់តែមានជីវភាពក៏លំបាកតើអ្វីទៅជាកត្តាកំណត់ភាពជោគជ័យរបស់មនុស្សម្នាក់វាសនាចំណេះដឹងឬក៏អ្វីផ្សេងទៀតដែលយើងមិនដឹងដូចជាការបួងសួងបន់ស្រន់ជាដើមជារឿងពិតនៅក្នុងពិភពលោកយើងនេះមានបុគ្គលខ្លះមិនបានរៀនសូត្រមិនចេះអក្សរតែបានក្លាយជាម្ចាស់អាជីវកម្មដែលមានតម្លៃវ៉ាលៀនផ្ទុយទៅវិញបែរជាមានបុគ្គលមួយចំនួនដែលរៀនបានខ្ពស់រហូតចាប់ថ្នាក់អនុបណ្ឌិតឬបណ្ឌិតតែបែរជាមានជីវភាពក៏លំបាកទៅវិញតើអ្វីទៅជាមូលហេតុពិតប្រាកដដែលកំណត់វាសនារបស់មនុស្សម្នាក់មានការជែកដេញដល់ជាច្រើនអំពីបញ្ហាខាងលើនេះក្រោយមកមានការសិក្សាស្រាវជ្រាវអំពីមូលហេតុខាងលើនេះបានរកឃើញថាការសិក្សាតែម្យ៉ាងគឺអាចជួយឲ្យមនុស្សជោគជ័យតែ20%តែប៉ុណ្ណោះ80%ទៀតគឺកើតចេញពីវិន័យនិងទម្លាប់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ឧទាហរណ៍វិជ្ជបណ្ឌិតម្នាក់ដែលបានបញ្ចប់ការសិក្សាអំពីចំណេះដឹងសុខភាពតាមការសិក្សារបស់គាត់ដើម្បីឲ្យមានសុខភាពល្អគឺគាត់ត្រូវមានវិន័យចំពោះខ្លួនឯងដូចជាត្រូវហាត់ប្រាណជាប្រចាំដំការផឹកគ្រឿងស្រវឹងជៀសវាងការញ៉ាំសាច់ច្រើនប៉ុន្តែគ្រូពេទ្យដែលយល់អំពីបញ្ហាបែរជាមិនបានអនុវត្តដែលធ្វើឲ្យគាត់មានបញ្ហាសុខភាពជាលំដាប់បុគ្គលម្នាក់ទៀតមិនបានរៀនអំពីបញ្ហាសុខភាពនោះទេប៉ុន្តែគាត់មានទម្លាប់ល្អពីឪពុកម្ដាយរបស់គាត់ដូចជាការហាត់ប្រាណជាប្រចាំការមិនសេពគ្រឿងស្រវឹងមិនជក់បារីនិងញ៉ាំបន្លែជាដើមកត្តាទាំងអស់នេះបានធ្វើឲ្យសុខភាពគាត់ល្អជាលំដាប់ទាំងដែលគាត់មិនបានយល់ច្បាស់អំពីចំណេះដឹងសុខភាពទាល់តែសោះឧទាហរណ៍ផ្សេងទៀតដូចជាបុគ្គលម្នាក់គាត់បានរៀនចប់មហាវិទ្យាល័យខាងអាជីវកម្មមានការយល់ដឹងអំពីអាជីវកម្មការគ្រប់គ្រងនិងមានការងារល្អព្រមទាំងមានការយល់ដឹងការបង្កើតទ្រព្យសម្បត្តិប៉ុន្តែពួកគេបែរជាមានទម្លាប់អាក្រក់ចូលចិត្តលេងល្បែងស៊ីសងផឹកស៊ីចាយវាយទៅលើសម្ភារៈនិយមដែលធ្វើឲ្យលុយកាក់មិនដែលសល់និងមានបំណុលជុំទេបុគ្គលខ្លះទៀតមិនបានរៀនសូត្រទេប៉ុន្តែពួកគាត់មានទម្លាប់ល្អគាត់ចូលចិត្តសន្សំសំចៃនិងឧស្សាហ៍ព្យាយាមព្រមទាំងស្វែងយល់អំពីតម្រូវការរបស់សហគមន៍របស់ពួកគេក៏បានក្លាយជាម្ចាស់អាជីវកម្មព្រមទាំងមានជីវភាពធូរធារសរុបមកចំណេះដឹងមិនមែនជាកត្តាកំណត់ភាពជោគជ័យឬសម្រេចវាសនារបស់មនុស្សម្នាក់ទេផ្ទុយទៅវិញមានតែការអនុវត្តទម្លាប់ល្អជាប្រចាំទេដែលជាកត្តាកំណត់ភាពជោគជ័យដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ជោគជ័យត្រូវតែហ៊ានផ្លាស់ប្ដូរជំរុះចេញនៅទម្លាប់អាក្រក់និងចាប់យកនៅទម្លាប់ល្អជូនពរអ្នកទាំងអស់គ្នាចាប់យកទម្លាប់ល្អដើម្បីទទួលបានការផ្លាស់ប្ដូរដ៏អស្ចារ្យនៅក្នុងជីវិត